បាទសួស្តីអ្នកនាងថ្ងៃនេះខ្ញុំមកចែករំលែកតាក់ទងពីរបៀបព្រីនកាត់បុគ្គលិកជាមួយនឹងmerge function បាទមិនថាព្រីនកាត់ទេក៏យើងអាចប្រើអីផ្សេងៗបានទៀតដូចជាការព្រីនធៀបការលិខិតអញ្ជើញផ្សេងៗឬនៅក្នុង report ក៏យើងអាចប្រើនៅក្នុង mail នេះផងដែរអញ្ចឹងដើម្បីព្រីនកាត់បានអ្នកវាត្រូវតែមាន template បុកកាត់ពលជាមុនសិនបន្ទាប់មកអ្នកទៀតត្រូវតែមាន data ជាសរ Excel មួយទៀតដែលមានឈ្មោះ page ID លេខទូរស័ព្ទ person វាជាទំនេររបស់បុគ្គលិកដែលយើងត្រូវ print កាតហ្នឹងណាប៉ុន្តែដែលខ្ញុំបានរៀបចំរួចហើយជា Excel ណាដើម្បីភ្ជាប់ link ជាមួយនឹងdata កាតរបស់ខ្ញុំនឹងបានអញ្ចឹងបើខាត់ពេកយើងចូលវាទៅតែម្ដងអញ្ចឹងអ្នកទៀតត្រូវតែចុចក្នុង mailing ចុចក្នុង select មកចុច system អ្នកគ្នាទៅក្នុងfolder ដែលគេបានរៀបចំទុកខ្ញុំបានរៀបចំតន័យជា Excel របស់ខ្ញុំក្នុង desktop ណាខ្ញុំបានរៀបចំរួចរាល់ហើយចុច open មកបាទចុច OK អញ្ចឹងខ្ញុំបាន insert ហើយតោះនេះគឺទៅភ្ជាប់តន័យហ្នឹងណាចឹងនេះចុច insert merge field ក្នុងកន្លោនេះខ្ញុំដាក់ក្នុង position ជ្រើសរើស position ណាតែក្នុង Excel របស់ខ្ញុំមានឈ្មោះ position page ID លេខទូរស័ព្ទនិងរូបថតបានហ្នឹងហើយខ្ញុំទៅយក position បាទតមកនេះវាទៅ insert នៅក្នុង column ឈ្មោះ page លេខ ID ហើយលេខទូរស័ព្ទចាំសិនអ្នកចង់ហើយគឺជំនាញណាជំនាញនេះវានឹង show និង unshow ណានេះបាទអញ្ចឹងដើម្បី scroll មកយើងមើលថាតើអ្វីយើងភ្ជាប់ត្រឹមត្រូវអត់រត់ទៅតាមតន័យយើងអត់បាទអញ្ចឹងគឺថារត់បានត្រឹមត្រូវណាដោយសារនៅក្នុងនេះខ្ញុំមានឧទាហរណ៍តែបុគ្គលិក13នាក់ទេតែមិន13នាក់អញ្ចឹងណាអញ្ចឹងដល់ពេលបន្ទាប់ពីអ្នករៀបចំហើយពេលអ្នកចង់ print អីអ្នកចុចនេះណានេះមានកន្លែង print ណា print កាត់ដល់អ្នកដែរបាទអញ្ចឹងសម្រាប់ការបង្ហាញពីរបៀបprint កាតបុគ្គលិកដែលប្រើជាមួយនឹង merge function នេះគឺមានប៉ុណ្ណឹងបាទអរគុណច្រើន